សួស្តីបងប្អូនមកជួបគ្នាខ្ញុំហេងច័ន្ទទីដែរហើយម្ដងនេះបងប្អូនទាំងអស់គ្នាខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាធ្វើការជ្រើសរើសការកុលាបមួយក្រុមក្នុងពណ៌នីមួយៗគឺខ្ញុំរៀបតាមស្លឹកចំនួនផ្កាណាអញ្ចឹងដើម្បីឲ្យដឹងថាចិត្តមនុស្សដែលគេនឹកគិតដល់អ្នកទាំងអស់គ្នាបែបណាណាហើយបងប្អូនជ្រើសរើសបងប្អូនពេញចិត្តមួយណាខ្ញុំនឹងមើលក្រុមនោះនៅក្នុងនេះវាមាន5ក្រុមអញ្ចឹងខ្ញុំនឹងមើលឲ្យតាម5ក្រុមនោះថាតើគេឆ្លាញ់អ្នកទាំងអស់គ្នាឬអត់ណាគឺមើលបែបនឹងឯងគឺមើលដើម្បីចង់ដឹងថាតើគេឆ្លាញ់អ្នកទាំងអស់គ្នាឬអត់កាតក្រុមទី1ក្រុមទី2ក្រុមទី3ក្រុមទី4ក្រុមទី5ក្រុមទី1នេះគឺការកលាប់ពណ៌ក្រហមទី2គឺពណ៌ខៀវក្រុមទី3គឺពណ៌លឿងក្រុមទី4គឺមានខៀវក្រហមណាវាបង្ហាញអញ្ចឹងហើយរីឯក្រុមទី5វិញគឺផើងផ្កាតែម្ដងផ្កាកលាបអញ្ចឹងបងប្អូនឆ្លាញ់មួយណាអាចជ្រើសរើសធ្វើការអធិដ្ឋានទៅចង់ដឹងថាតើគេឆ្លាញ់អ្នកទាំងអស់គ្នាឬអត់អូខេតោះទៅមើលហើយបងប្អូនអរគុណអរគុណច្រើនសម្រាប់អ្នកដែលតែងតែគាំទ្រខ្ញុំតាម JFA ក៏ដូចជាការលើកទឹកចិត្តក្នុងការមើលការបន្តទៀតហ្នឹងហើយបងប្អូននៅក្នុង TikTok Facebook YouTube Channel អីកុំភ្លេច follow ខ្ញុំម្នាក់មួយផងណាពិសេស YouTube Channel ដើម្បីឡើង view តិចទាំង TikTok ទាំង Facebook ហើយពិសេសអ្នកដែលក្នុង TikTok កុំភ្លេច follow YouTube Channel ទៅព្រោះឲ្យបានមើលមុនគេនៅក្នុង feature ខ្ញុំផងនៅក្នុង YouTube Channel មុនគេណាខាងផ្សេងវាអាចរឹងយឺតដោយសារពេលខ្លះវា upload អត់ទៅហើយវាវីដេអូរាងវែងគឺពិបាក upload តែម្ដងណាអូខេតាអញ្ចឹងទៅមើលថាតើមានអ្នកណានឹកដល់អ្នកទាំងអស់គ្នាអត់ណារីឯនេះគឺខ្ញុំនឹងដាក់បណ្ណាកាតមួយនៅតាមនេះណាបណ្ណាកាតខ្ញុំដាក់បណ្ណាកាតមួយអូខេតាអញ្ចឹងបងប្អូនសម្រាប់ចិត្តជ្រើសរើសឲ្យនៅទី1ទី2ទី3ទី4ទី5អូខេតា let's go អញ្ចឹងខ្ញុំទៅយកកាតក្រុមទី1ក្រុមទី1អ្នកដែលរើសយកពណ៌ក្រហមឆាច់ទាំងអស់នេះអញ្ចឹងវាមាន4សន្លឹកនៅក្នុងកាតនេះថាតើគេឆ្លាញ់អ្នកទាំងអស់គ្នាឬអត់ណានៅក្នុងនេះគេបាននិយាយថាណាអារម្មណ៍របស់គេណាគេក៏សម្គាល់ថាអ្នកទាំងអស់គ្នាគឺជាមនុស្សម្នាក់ដែលសំខាន់សម្រាប់គេបំផុតណាគេគិតថាអ្នកទាំងអស់គ្នាគឺជាមនុស្សម្នាក់ដែលសំខាន់សម្រាប់គេបំផុតបានន័យថាមនុស្សម្នាក់ហ្នឹងគិតថាអ្នកទាំងអស់គ្នាជាមនុស្សដែល special ក្រុមទី1គឺគេគិតថាអ្នកទាំងអស់គ្នាជាមនុស្សដែល special សម្រាប់គេគឺគេគិតថាអ្នកទាំងអស់គ្នាជាមនុស្សម្នាក់ដែល special សម្រាប់គេណាហើយគេតែងតែឆ្ងល់គេតែងតែមានចម្ងល់ជាច្រើនប្រសិនបើអ្នកទាំងអស់គ្នាមានអារម្មណ៍ដូចគេដែរឬអត់ណាគេចង់ដឹងថាតើអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ដូចគេដែរឬអត់សម្រាប់ក្រុមទី1មនុស្សម្នាក់ហ្នឹងគឺស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងណាគេចង់ដឹងថាតើអ្នកទាំងអស់គ្នាមានអារម្មណ៍ដូចគេដែរឬអត់គេចង់ដឹងពីអារម្មណ៍អ្នកទាំងអស់គ្នាវិញណានៅក្នុងពេលនេះគឺខ្ញុំចង់ដឹងថាតើគេស្រឡាញ់អ្នកទាំងអស់គ្នាឬអត់ប៉ុន្តែឥឡូវនេះគឺបែរជាគេមានអារម្មណ៍ថាកាតនេះគឺគេចង់ដឹងពីអារម្មណ៍របស់អ្នកទាំងអស់គ្នាវិញណាថាតើអ្នកទាំងអស់គ្នានឹងស្រឡាញ់គេដែរឬអត់វាចម្លែកណាវ៉ាវមនុស្សម្នាក់ហ្នឹងគិតថាអ្នកទាំងអស់គ្នាហ្នឹងណាគឺជាមនុស្សម្នាក់ដែលអាចថាតាក់ទាញខ្លាំងជាមនុស្សដែលពោពេញទៅដោយភាពសុខទាញណាតាក់ទាញគេខ្លាំងមែនតើអ្នកទាំងអស់គ្នាតាក់ទាញគេខ្លាំងតាមពិតទៅក្នុងកាតនេះខ្ញុំដំបូងគឺខ្ញុំរើសតែពណ៌ផ្កាកលាបក្រហមទេខ្ញុំអត់បានមើលអត្ថន័យនៅក្នុងកាតនេះទេចូលខ្ញុំនិយាយគឺខ្ញុំរើសតែកលាបដែលពណ៌ក្រហមតែប៉ុណ្ណោះណាហើយអ្វីដែលសំខាន់ក្រុមទី1អ្នកទាំងអស់គ្នាគឺជាមនុស្សម្នាក់ដែលធ្វើឲ្យគេមានការភ្ញាក់ផ្អើលនៅពេលដែលគេនិយាយជាមួយអ្នកឬក៏នៅពេលដែលគេនិយាយជាមួយមិត្តភក្តិគេនៅពេលគេមានអារម្មណ៍ថាអ្នកទាំងអស់គ្នាគឺជាមនុស្សម្នាក់ដែលគួរឲ្យចាប់អារម្មណ៍គួរឲ្យតាក់ទាញខ្លាំងបំផុតណាសម្រាប់ក្រុមទី1ណាហើយអ្វីដែលពិសេសជាងនេះទៅទៀតណាអ្នកទាំងអស់គ្នាក្រុមទី1រដងគេមិនដែលដឹងថាគេគិតថាតើគេស័ក្តិសមនឹងអ្នកទាំងអស់គ្នាដែរឬអត់ណាគេគិតថាខ្លួនគេប្រហែលជាមិនអាចស័ក្តិសមនឹងអ្នកទាំងអស់គ្នាសម្រាប់ក្រុមទី1នេះណានេះគឺជាមនុស្សម្នាក់ដែលគិតដល់អ្នកទាំងអស់គ្នាខ្លាំងខ្ញុំឃើញថាគេគិតថាតើគេស័ក្តិសមនឹងអ្នកទាំងអស់គ្នាដែរឬអត់ហើយអ្វីដែលសំខាន់គឺអ្នកទាំងអស់គ្នាជាមនុស្សម្នាក់ដែលអស្ចារ្យនៅក្នុងខ្សែភ្នែកគេអ្នកទាំងអស់គ្នាគឺជាមនុស្សម្នាក់ដែលពោពេញទៅដោយភាពអស្ចារ្យជាមនុស្សម្នាក់ដែលមានអារម្មណ៍ថា glowing attracting ណាតាក់ទាញណាហើយគេចង់ដឹងខ្លាំងមែនទែនថាអារម្មណ៍របស់អ្នកទាំងអស់គ្នានឹងគិតដល់គេដូចដែលគេនឹកគិតដល់អ្នកទាំងអស់គ្នាអត់វ៉ាវព្រោះអ្នកទាំងអស់គ្នាមានភាពតាក់ទាញខ្លាំងក្រុមទី1មិនថាអ្នកទាំងអស់គ្នាជាស្រីឬប្រុសទេណាខ្ញុំមើលក្នុងនេះមិនថាអ្នកទាំងអស់គ្នាជាភេទទីប្រមាណនៅក្នុងនេះគឺខ្ញុំនិយាយចំពោះដៃគូដែលនឹកគិតដល់អ្នកទាំងអស់គ្នាអញ្ចឹងអត់រើសភេទណាអូខេអ្វីដែលសំខាន់គេគិតថាតើគេស័ក្តិសមនឹងអ្នកទាំងអស់គ្នាដែរឬអត់
វាជារឿងមួយដែលនេះណាហើយមួយវិញទៀតសម្រាប់ការប្រឡាប់4តងនេះណាវាបង្ហាញថានៅក្នុងការនីមួយៗដែលបង្អានហើយបង្ហាញពាក់ព័ន្ធជាមួយអារម្មណ៍របស់គេចំពោះអ្នកទាំងអស់គ្នាគឺក្តៅខ្លាំងណានិយាយរួមគឺគេពិតជាស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងមែនតើណាម្នាក់ហ្នឹងគឺពិតជាស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងមែនតើសម្រាប់ក្រុមទី1អូខេតោះឥឡូវយើងចូលទៅក្រុមទី2ក្រុមទី2អ្នកដែលបានជ្រើសរើសយកកុលាបពណ៌ខៀវណាកុលាបពណ៌ខៀវសួរថាតើគេស្រឡាញ់អ្នកទាំងអស់គ្នាឬអត់អ្នកទាំងអស់គ្នាក្រុមទី2ខ្ញុំឃើញថាគេឃើញអ្នកទាំងអស់គ្នាជាមនុស្សម្នាក់ដែលសោះប្រក្រោះជាមនុស្សដែលអត់មានភាពតាក់ទងជាមនុស្សមិនមែនជាថាក្រុមទី2ចាស់ស្ដាប់ឲ្យចប់ម្នាក់ហ្នឹងគឺគាត់ថាអ្នកទាំងអស់គ្នាហ្នឹងមិនមែនជាប្រភេទមនុស្សដែលគេចង់បានទេដោយសារអ្នកទាំងអស់គ្នាហ្នឹងជាមនុស្សដែលសោះប្រក្រោះដោយសារអ្នកទាំងអស់គ្នាហ្នឹងគិតថាក្តីស្រឡាញ់របស់គេហ្នឹងវាមិនសំខាន់អាចថាមកពីអ្នកទាំងអស់គ្នាអត់ចាប់អារម្មណ៍គេផងថាបានដែរនៅក្នុងនេះខ្ញុំឃើញវិធី6ក្រុមទី2អស់ចាមែនតើអ្នកទាំងអស់គ្នានិយាយរួមម្នាក់ហ្នឹងគេគិតថាក្តីស្រឡាញ់ស្នេហាសម្រាប់គេនៅពេលឥឡូវនេះគឺមិនមែនជារឿងទី1ដែលគេត្រូវគិតណាសម្រាប់ក្រុមទី2គេអត់ទាន់បើកចិត្តបើកបេះដូងសម្រាប់នរណាម្នាក់ទេដោយសារមនុស្សម្នាក់ហ្នឹងកំពុងតែឈឺចាប់ណាក្រុមទី2ប្រៀបដូចជានៅក្នុងនេះគឺម្នាក់ហ្នឹងគេអត់ទាន់ឃើញពីតម្លៃនៃក្តីស្នេហាដែលគេអត់ទាន់ច្បាស់លាស់លើខ្លួនគេដោយសារគេកំពុងតែឈឺចាប់ណាគេឡើងចាត់ទុកស្នេហាជាជំរើសទី1សម្រាប់ជីវិតគេឥឡូវនេះគេគិតគូររឿងផ្សេងអាចថាជារឿងការងារណាដោយសារម្នាក់ហ្នឹងគឺធ្លាប់ឈឺចាប់ធ្លាប់បែកបាក់នៅក្នុងអតីតកាលគេធ្លាប់ broken in the past នេះ My heart is broken បានន័យថាគេធ្លាប់ broken heart នៅក្នុងអតីតកាលនេះបើសិនមកអ្នកទាំងអស់គ្នាស្គាល់គេច្បាស់លាស់អ្នកទាំងអស់គ្នានឹងដឹងថារវាងអ្នកទាំងពីរគឺមិនទាន់ដល់ពេលដែលត្រូវនៅជាមួយគ្នាទេវ៉ាវណាក្រុមទី2នេះបានន័យថារវាងអ្នកទាំងពីរមានអ្វីមួយដែលខុសគ្នាណាសម្រាប់ក្រុមទី2ខ្ញុំឃើញថាគេវាដូចជានៅឈឺចាប់នឹងរឿងអតីតកាលខ្លាំងណាសម្រាប់ក្រុមទី2ហើយអ្វីដែលខ្ញុំឃើញមួយទៀតនោះណាអាចថាមនុស្សម្នាក់ហ្នឹងគឺឥឡូវហ្នឹងនៅក្នុងការមើលការហ្នឹងវាបង្ហាញឃើញថាអារម្មណ៍របស់គេចំពោះអ្នកទាំងអស់គ្នាហ្នឹងអ្នកដែលជ្រើសរើសក្រុមទី2គឺអារម្មណ៍ម្នាក់ហ្នឹងគឺតែជាក់ខ្លាំងមែនតើណាដូចថាចិត្តដាច់ពេលខ្លះចិត្តដាច់គេមិនមែនជាមនុស្សដែលមាននិយាយរួមគឺគេអត់ចាប់អារម្មណ៍តំណែងជាមួយអ្នកទាំងអស់គ្នាតែម្ដងសម្រាប់ក្រុមទី2ណាវាប្រៀបដូចជាអ្នកទាំងអស់គ្នាហ្នឹងស្ថិតនៅក្នុងការបុណ្យនៅស្នាក់ណាគេគិតស្រេចហើយណា I'm disappointed myself for letting you down មិនថាគេពេញចិត្តក្នុងការនិយាយរួមគឺធ្វើច្បាស់ថាគេចិត្តតិចគេអារម្មណ៍តិចចំពោះអ្នកទាំងអស់គ្នាក៏ពិតមែនប៉ុន្តែគេក៏មានអារម្មណ៍ថាមិនពេញចិត្តខ្លួនគេដែរក្នុងការធ្វើឲ្យអ្នកទាំងអស់គ្នាឈឺចាប់អត់ទទួលយកក្តីស្រឡាញ់របស់អ្នកមួយចំនួនណាសម្រាប់ក្រុមទី2គឺម្នាក់ហ្នឹងក៏គេមានអារម្មណ៍ថា sorry ដែរណាដោយសារគេបាននេះដោយសារគេបានធ្វើអ្នកទាំងអស់គ្នាខកចិត្តអញ្ចឹងណាអញ្ចឹងគេ sorry គេសុំទោសវ៉ាវម្នាក់ហ្នឹងគឺជាខលម្នាក់ហ្នឹងដោយសារអីដោយសារគេអត់ទាន់រួចរាល់នៅក្នុងការសម្រេចចិត្តទទួលយកអ្នកទាំងអស់គ្នាបានទេដោយសារគេនៅឈឺចាប់ខ្ញុំមើលនៅក្នុងនេះទោះបីជាឥឡូវហ្នឹងគេអត់ទាន់ចាប់អារម្មណ៍ស្នេហាគេអត់ទាន់បើកចិត្តទទួលយកទេឥឡូវតោះសម្រាប់ក្រុមទី2ខ្ញុំមើលចាប់ហើយគេសុំទោសណាសម្រាប់ការដែលធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងខកចិត្តគេសុំទោសគេអត់ពេញចិត្តនឹងខ្លួនគេដែរដោយសារអីគេវាជាមនុស្សដែលឈឺចាប់សម្រាប់ក្រុមទី3វ៉ាវ Yellow Rose បានន័យថានៅក្នុងនេះក្រុមទី3អ្នកទាំងអស់គ្នាគឺជាមនុស្សម្នាក់ដែលគេមានអារម្មណ៍ដូចអ្នកទាំងពីរនាក់ហ្នឹងណារស់នៅគឺមានហេតុផលវ៉ាវ VR live និយាយរួមគឺអ្នកទាំងអស់គ្នាដូចជាមនុស្សម្នាក់ដែលរស់នៅដើម្បីគ្នាទៅវិញទៅមកសម្រាប់ក្រុមទី2មានអារម្មណ៍ថាអ្នកទាំងអស់គ្នាហ្នឹងគឺហ៊ុំព័ទ្ធដោយក្តីស្រឡាញ់សម្រាប់ក្រុមទី3អ្នកទាំងអស់គ្នាប្រៀបដូចជាមនុស្សម្នាក់ដែលហ៊ុំព័ទ្ធទៅដោយក្តីស្រឡាញ់ណាព្រោះអីវាប្រៀបដូចជាអ្នកទាំងពីរហ្នឹងនៅក្នុងផ្លូវមួយដែលពោពេញទៅដោយ
em là hèm nè ở vậy đây bị xây nó cứ cái đo từ nè từ nó rồi này tăng pí cái pi chăng ai rồi về này ha mẹ rồi về này tăng pi nó về chụp tơ mua đầm nạ cao tí đó cái chăng nèได้ซามันเหมือนนั่งกระทาเนี่ยแต่ออกนี่คือน้องเกนั่นคือจำนวนเนี่ยได้ความตรอกเนี่ยแต่เป็นแต่หมอกสำหรับกรมติใบคือเนี่ยแต่ออกนี่คือออกที่มือตรงนี้คือเกกกรมติมือก็โดยชนิดได้นะก็กรมติปีจำนวนเนี่ยได้ช่วยจับมันติสำหรับกรมติใบเป็นคือเชียสไนฮามูแต่เกกระทาเนี่ยออกเนี่ยน้องเกนั่งจำนวนเนี่ยได้ซัพพอร์ตเนี่ยแต่เป็นแต่หมอกน้องเพลย์ชีวิตนะคือแบบน้องไอ้นะเป็นการความตรอกเนี่ยแต่เป็นแต่หมอกฉลองออกสะจมูกเนี่ยคือเกิดแบบหนึ่งให้เอาไว้ได้พิเศษนั่นติดขนมสลักติบุญนี่นะเกกระทาอันนี้จมูกเนี่ยยูประมาณเมากับบ้านnàyนะเกจังใหญ่ปีmà mì giấy đúngเกจังใหญ่จมูกเนี่ยต้องให้จานนะปีมาเมาตัวมาเมานะเนี่ยนี่dạเนี่ยนี่คือสวิตคลังเลยว้าวกรมติใบYou are the first thing I think about when I open my eye บ้านในท่าเป็นแต่เก็บบอกในลางตบปะเนี่ยต่อคนี้นั่งกรมติใบคือชิมมันเนี่ยได้เก็บกึศนักดาวในต่อคนี้มุนเก็บว้าวไอ้กบแอมแฮมคลังอย่างนั้นนะกรมติใบหาไว้พิเศษโมจิตนะในต่อคนี้คือนักน้องเรดyellow rose นะบ้านในท่านักน้องมาซาบในจะบอกเก็บวีบางฮันท่าในต่อคนี้นะที่มีอารมณ์คลังจมูกในต่อคนี้พิเศษตะเนะตะนองจมูกเอาให้คือมีอารมณ์คลั่งเหมือนกันนะอาถ้าตะเนะตะนองเราเป็นแบบปีกาดลางปีตะเนะตะนองมัดแผลจัดดัดนะรู้ก็บรรทออภิวัตเตอร์เจสไนฮะนะนึกน้องนี้ประสันมาเมียนกากลาบเลยจังมาตีđóคือเวียร์แต่ออกจากนะบ้านทำเนะนั่งกัดเนะต่อออกเนี่ยเลิกปีมัดแผลลูกชิมจะยังคือเนะต่อออกเนี่ยเจสไนฮะได้รอโอเพนไอรอไปเก็บบักเน็ตมาเน็ตออกนี่คือเชียไวตีมวยเด็กกัดดาละคือออกครั้งนะโอเคแล้วยังโจทย์กรมตีบุญนะสำหรับกรมตีบุญวันเน็ตออกเนี่ยได้เจอเยอะกลาบกับหอมเลคิวนี่ฮะสำหรับไปนี่มันนี่โดยเชียกำปงกายคลาดสเตสเตอร์นักลงเจ็บนะกรมตีบุญมันนั่นคือกระทำประสันบาเกปรับอารมณ์บักเกดอนในต่อคนี้ประหารเชียไว้มวยนังเมนกาพลักโดนะรอไว้นังเมนกาพลักโดไอ้กับพลักโดปีละแต่กระหรือกอบเปียกระเตยละนะมันนั่นคือมีชิมมันได้คำสั่งใหญ่มัดก็คือการอัพเฟรดในใจมาถูกไหมcái cách thaระเบียงเนี่ยตั้งปีมีเรื่องจิตราได้อ่านริเรจมูกเนี่ยตั้งปีเนี่ยปั้นตาไว้ได้เกมันเคยนึกคือการบรรทอรำนาtừ xây dựng rồi chiên này wow cái stepster này đó này про hai chiaระเบียงเนี่ยตั้งปีอ่านchiaมัตเพียบเดี๋ยวบองคือchiaมัตเพียบปั้นตาเกกระทามันจังเอาตะเนะตะนองน้องจังอย่างท่าบาสันวายเชียซี่จำเราเชียงหนึ่งบาสันจะตะเนะตะนองน้องปลายคลายแต่เชียสไนฮาหรือก็จังนะคือคลายเบียร์แลนเวอร์ตะลับเตอเชียมัตเพียบกระถางบานนะสำหรับกรมติใบกรมติบุญดีใจรุ่งคือเหมือนนั่งเรียงกำซะไพคลาดนะที่มีเรื่องราวจิตรำในเกคลาดบารมนะที่มวยประสันวาสารเพียบคลาดอารามบอลเกนะนะตีมวยเนี่ยต้องเนี่ยอัดตัวยกกี่ครั้งจังได้คลายถอยใบบักมันตะเพียบธรรมดากาสารเพียบปรับนำเนี่ยคาสลังยูเตอร์เวียบาสันเจียพิกีข้างหน้ามันเนี่ยได้มันตัวยกสไนฮานังเวียอาช่วยออยมันเนี่ยติดนะขึ้นมาก็ทำบ้านมีใจรุ่งเกินมันเนี่ยต้องแกะจังเอาแต่เนี่ยตะนองระเวียงเนี่ยตั้งปีนั่งมันตะเพียบมันเวียใบบักคลายเจียมันตะเพียบเวียกรดนะลายเงินเจียมันตะเพียบจังนะในครั้งตะเนะตะนองสนาฮะนะได้ซาเชสปาดิสนะเกย์คลาดบาสันจะไปสารเพียบปีจักรบอกเกย์ปิดประกอบดอนในดอกนี้นะเวอาการตะเนะตะนองน้องนังใบบักเกย์ดังมันเนี่ยดังท่านในดอกนี้โดยจีจับอารมณ์เกย์
ប៉ុន្តែគេអត់ហ៊ាននិយាយចេញមកខ្លាចធ្វើឲ្យអ្នកនរគ្នាឈឺចាប់ដូចគ្នាខ្លាចបំផ្លាញទឹកចិត្តខ្លាចធ្វើអ្នកនរគ្នាឈឺចាប់ណាខ្លាចបំផ្លាញណាគេអត់ចង់សារភាពអារម្មណ៍ទាំងអស់ហ្នឹងពេលខ្លះដោយសារគេខ្លាចបែកបាក់មិត្តភាពណាសារភាពទៅអាចធ្វើឲ្យអ្នកនរគ្នាពេញចិត្តឬមិនពេញចិត្តវាជារឿងមួយផ្សេងទៀតណាដោយសារអី Red Blue Rose នេះនៅក្នុងការ reading នៅក្នុងការអានហ្នឹងវាបង្ហាញពីស្ថានភាពច្បោកច្បល់រវាងអ្នកទាំងពីរណាពិសេសគឺអារម្មណ៍របស់គេគឺវាស្ទាក់ស្ទើរវាមានអារម្មណ៍ថាគេខ្លាចជាមនុស្សដែរច្បោកច្បល់អារម្មណ៍ច្រើនភាគច្រើនជាមួយអ្នកនរគ្នាដែលខ្ញុំនិយាយហ្នឹងមនុស្សម្នាក់ហ្នឹងគឺខ្លាចអ្នកនរគ្នាសារភាពទៅបែកបាក់តំណែងពេលដែលអ្នកនរគ្នាមិនស្រឡាញ់ឬក៏អារម្មណ៍ពិតរបស់គេហ្នឹងវាធ្វើឲ្យអ្នកនរគ្នាពិបាកទទួលយកហ្នឹងហើយដែលខ្ញុំនិយាយថាវាបង្ហាញពីអារម្មណ៍មួយរវាងអ្នកទាំងពីរហ្នឹងម្នាក់ហ្នឹងគឺមានអារម្មណ៍ថាច្បោកច្បល់អារម្មណ៍ច្បោកច្បល់ចំពោះអ្នកទាំងគ្នាពេលគិតដល់អ្នកទាំងគ្នាអារម្មណ៍របស់គេច្បោកច្បល់អត់ច្បាស់លាស់ថាជាមិត្តភាពឬក៏ជាស្នេហាម្នាក់ហ្នឹងគឺបែបហ្នឹងណាអាហ្នឹងគឺខ្ញុំឃើញតាមរយៈកាតហ្នឹងហើយឥឡូវយើងមើលការពាក់ព័ន្ធជាមួយហ្នឹងនេះទៀតម្នាក់ហ្នឹងដូចជាចម្លែកស្ទាក់ស្ទើរប៉ុន្តែនៅក្នុងនេះអ្នកទាំងគ្នារាប់ពេលដែលគេគិតណានៅពេលដែលគេគិតថាអ្នកទាំងគ្នាអត់នៅក្បែរគេមានអារម្មណ៍ថាកាន់តែស្រឡាញ់អ្នកទាំងគ្នាវិញវាទៅជាអញ្ចឹងដូចខ្ញុំនិយាយចឹងម្នាក់ហ្នឹងគឺមានអារម្មណ៍ថា conflict ណាជាមួយអារម្មណ៍របស់គេអត់ច្បាស់ណាច្បោកច្បល់អារម្មណ៍របស់គេច្បោកច្បល់ពាក់ព័ន្ធជាមួយនឹង Red Blue Rose នេះបែរថាម្នាក់ហ្នឹងអត់ច្បាស់លាស់អូខេអញ្ចឹងខ្ញុំអត់និយាយសម្រាប់ក្រុមទី4អញ្ចឹងយើងចូលទៅក្រុមទី5ណាក្រុមទី5គឺជាក្រុមចុងក្រោយហើយណាក្រុមចុងក្រោយនេះគឺខ្ញុំបកមានតែណាក្រុមទី5នេះគឺខ្ញុំមានតែ3សន្លឹកទេណាអ្វីដែលពិសេសនេះគឺពាក់ព័ន្ធជាមួយនឹងណាការផាងការ3ផាងដែលខ្ញុំនេះបង្ហាញហ្នឹងណាវាពាក់ព័ន្ធជាមួយនឹងអារម្មណ៍មួយចំនួនដែលគេនឹងបង្ហាញចេញមកអារម្មណ៍ទាំងអស់នេះពេលខ្លះវាច្បោកច្បល់អ្នកនរគ្នាវាអត់អាចថានៅក្នុងការនីមួយៗដែលគេបានបង្ហាញណាអ្វីដែលអ្នកនរគ្នានឹងគេជួបប្រទះណាវាអាចថាដូចគ្នាឬអត់ពេលខ្លះស្នេហាវាពិបាកត្រង់ថាមានមនុស្សជាច្រើនដែលចង់បានប៉ុន្តែមានមនុស្សមួយចំនួនក៏ចង់គិតដែរណាអារម្មណ៍របស់គេចំពោះអ្នកទាំងអស់គ្នាពិតប្រាកដយ៉ាងណាយើងចាំមើលទៅណាដោយសារអីដោយសារនៅក្នុងការនីមួយៗវាបង្ហាញរួចហើយណាសម្រាប់ក្រុមទី5អារម្មណ៍របស់គេណាចំពោះអ្នកទាំងអស់គ្នាវ៉ាវគេចង់សួរអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នានៅចាំអ្វីទៀតណា What are you waiting for Let's do this បានថាចាប់ដើមវាទៅណាវ៉ាវក្រុមទី5 You are my soulmate គេគិតថាអ្នកទាំងអស់គ្នាហ្នឹងគឺជា soulmate របស់គេអញ្ចឹងហើយទៅគេនិយាយថានេះ You are my soulmate What are you waiting for បានថាអ្នកឯងគឺជាគូនិស្ស័យគូជីវិតរបស់ខ្ញុំជាមនុស្សម្នាក់ដែលខ្ញុំនៅក្បែរហើយមានអារម្មណ៍ថាកក់ក្ដៅណាអញ្ចឹងតើអ្នកនៅចាំអ្វីទៀតមិនចាប់ដើមតំណែងនឹងជាមួយគ្នាទៅណាព្រោះអីគេបានរួចរាល់គេត្រៀមខ្លួនរួចជានិច្ចណាសម្រាប់ក្រុមទី5ណា I'm totally in love with you បានថាគេស្រឡាញ់អ្នកទាំងអស់គ្នាតែម្ដងក្រុមទី5វ៉ាវក្រុមទី5កាលនេះគឺខ្ញុំបក3ស្លឹកក្បួនរបស់វាគឺមានតែប៉ុណ្្នឹងឯងណាសម្រាប់ក្រុមផ្សេងៗគឺខ្ញុំបក4ស្លឹកណាអញ្ចឹងនៅក្នុងនេះបាយថាម្នាក់ហ្នឹងគឺជា soulmate ហើយជាពិសេសនោះគឺគេ fall in love with you គេស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងហេតុអីមិនហ៊ានថាអញ្ចឹងណាជា soulmate ហើយគេរួចរាល់ជាស្រេចគេត្រៀមខ្លួនជានិច្ចសម្រាប់ការចាប់ផ្ដើមតំណែងស្នេហាជាមួយអ្នកទាំងអស់គ្នាណាអញ្ចឹងមើលបណ្ណាកាតមើលវ៉ាវអូហូអ្នកទាំងអស់គ្នាក្រុមទី5ណាក្រុមនីមួយៗគឺសុទ្ធតែល្អទាំងអស់វាមានអត្ថន័យផ្សេងគ្នាទៅតាមការផ្សងរបស់អ្នកទាំងអស់គ្នាដែលជ្រើសរើសប៉ុន្តែខ្ញុំឃើញនៅក្នុងក្រុមទី5នេះគឺជា soulmate ជាស្នេហាមួយដែលមាននិស្ស័យចងភ្ជាប់តាំងពីអតីតជាតិមកហើយអ្វីដែលពិសេសនោះគឺកាតបុណ្យនោះមកទៀតគឺគេអ្នកទាំងអស់គ្នាមួយម៉ាត់ចុងក្រោយអ្នកទាំងអស់គ្នាខ្ញុំនិយាយមកគឺខ្ញុំអត់បានមើលកាតនេះណាកាតទាំងអស់គឺខ្ញុំបកកាត់ទាំងអស់នេះនៅក្នុងកាតនីមួយៗគឺយើងបកគុំវាអ្វីដែលពិសេសនោះគឺវាបានបង្ហាញតាមរយៈកាតណា
wow ហើយអ្វីដែលសំខាន់គឺនៅក្នុងនេះ banquet អរ៉ុសនេះចង់និយាយថាធម៌ការនេះក្នុងការបង្ហាញថាគេរួចរាល់គ្រប់យ៉ាងដើម្បីបញ្ញាចិត្តហើយគេចង់រស់នៅជាមួយអ្នកទាំងអស់គ្នា forever នេះ forever បានថាជាគូជីវិតដោយសារអីវាបង្ហាញពី soulmate អ្នកទាំងអស់គ្នាខ្ញុំនិយាយថាគេជា soulmate របស់អ្នកទាំងអស់គ្នាហើយក្នុងការចាប់កាតនេះក៏ខ្ញុំអត់មានមើលដែរខ្ញុំចង់និយាយថាខ្ញុំផ្គុំតាមពណ៌របស់វាណាដូច្នេះហើយវាជាស្នេហាមួយដែល perfect វាជាស្នេហាមួយដែល perfect ណាគឺមានតែប៉ុណ្្នឹងទេសម្រាប់ក្រុមទី5ព្រោះខ្ញុំអត់ដឹងថានិយាយពីអីទៀតព្រោះអីជា soulmate ហើយណាជាមនុស្សម្នាក់ជាគូដែលបានប្រាជ្ញាចិត្តជាគូដែលមាននិស្ស័យតាំងពីអតីតជាតិមកជាគូដែលបានចងភ្ជាប់ដោយចំណងនិស្ស័យស្នេហាណាហើយអ្វីៗគឺគេបានរួចរាល់គេត្រៀមខ្លួនជានិច្ចក្នុងការចាប់ផ្ដើមជាមួយអ្នកទាំងអស់គ្នាគេនិយាយរួមគេ 100% គឺស្រឡាញ់អ្នកទាំងអស់គ្នាគេគិតបែបហ្នឹងគេ in love ហើយនៅចុងក្រោយ bonus card គឺ I miss you ណាហើយនៅក្នុងការបង្ហាញនេះគឺម្នាក់នឹងបានផ្ដាច់ចិត្តថានឹងនៅជាមួយអ្នកគេចង់បានអ្នកនៅជាមួយគេអស់មួយជីវិតគឺបែបហ្នឹងឯងវ៉ាវអូខេអញ្ចឹងខ្ញុំឲ្យនិយាយសម្រាប់ក្រុមទាំង5បើគិតថាត្រូវរឿងខ្លួនឯងក៏ share ចែកម្លែកទៅដើម្បីក្លាបបាននូវធម៌ពលដ៏អស្ចារ្យហ្នឹងតែបើគិតថាមិនត្រូវទេសូមមេត្តាអូនរំលងចុះណាកុំឲ្យខាត់ពេលវេលាអូខេ bye bye see you